ទឹកធ្លាក់អណ្ដូងស្វាយគឺជាទឹកធ្លាក់មួយដែលអាចឲ្យយើងធ្វើការងូតលេងកម្សាន្តបានអញ្ចឹងនេះគឺជាទិដ្ឋភាពទឹកធ្លាក់ជាន់ទី3ដែលមានទីតាំងនៅខេត្តកំពង់ឆ្នាំងដែលជាទឹកធ្លាក់អណ្ដូងត្រជាក់ចិត្តបាទអញ្ចឹងសម្រាប់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នានៅពេលដែលយើងបានទៅលេងនៅតំបន់ទឹកធ្លាក់អណ្ដូងស្វាយគឺយើងអាចធ្វើការងូតទឹកលេងកម្សាន្តបានបាទអញ្ចឹងសម្រាប់ទិដ្ឋភាពដែលខ្ញុំបានធ្វើការផ្ដិតយកនៅទិដ្ឋភាពនៅក្នុងទឹកនេះគឺឃើញថាមានត្រីជាច្រើននៅកន្លែងទឹកធ្លាក់អន្លង់ស្វាយដែលទិដ្ឋភាពនេះគឺជាទឹកធ្លាក់ជាន់ទី4ដែលមានឈ្មោះថាទឹកធ្លាក់អន្លង់ស្វាយបាទអញ្ចឹងសម្រាប់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នានៅពេលដែលយើងបានទៅលេងនៅទឹកធ្លាក់អន្លង់ស្វាយគឺមាន9ដំណាក់កាលបាទអញ្ចឹងសម្រាប់ដំណាក់កាលទី4និងដំណាក់កាលទី3និងទី2និងដំណាក់កាលទី1រហូតដល់ទឹកធ្លាក់ថ្មដាដែលជាដំណាក់កាលទី9បាទអញ្ចឹងសម្រាប់ទិដ្ឋភាពនេះគឺខ្ញុំបានមកធ្វើការម៉ូតលេងកម្សាន្តនៅទឹកធ្លាក់ជាន់ទី4ដោយសកម្មភាពនេះគឺឃើញថាមានត្រីច្រើនអញ្ចឹងបងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នានៅពេលដែលយើងបានទៅទីតាំងនេះទិដ្ឋភាពទឹកគឺមានសភាពថ្លាឆ្វង់ហើយបើនិយាយអំពីភាពត្រជាក់នៃទឹកធ្លាក់អន្លង់ស្វាយគឺមានភាពត្រជាក់ស្រួលបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់អាចចាញ់នឹងល្ងាឬក៏ចាញ់នៅភាពត្រជាក់សង្ឃថាមិនហ៊ាននៅធ្វើការងូតទឹកលេងកម្សាន្តទេបាទអញ្ចឹងសម្រាប់ការងូតទឹកលេងកម្សាន្តនេះដែរគឺបងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នដោយសារតំបន់ទឹកធ្លាក់តែងតែមានស្លែកាន់នៅលើដុំថ្មបាទអញ្ចឹងជៀសវាងបញ្ហាដែលយើងបានធ្វើការដើរក៏ដូចជាងូតទឹកលេងកម្សាន្តនៅតំបន់នេះគឺយើងត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នាបាទអញ្ចឹងសម្រាប់នេះគឺជាទិដ្ឋភាពមួយដែលខ្ញុំបានធ្វើការផ្ដិតយកនៅទិដ្ឋភាពនៃទឹកធ្លាក់អន្លង់ស្វាយបាទអញ្ចឹងសម្រាប់ត្រីមានច្រើនដូចអ្វីដែលខ្ញុំបានធ្វើការបង្ហាញនេះគឺពិតជាស្រស់ស្អាតសម្រាប់តំបន់មួយនេះបើនិយាយអំពីជម្រៅទឹកនៃទឹកធ្លាក់ជាន់ទី4សភាពនៃទឹកមិនសូវជាជ្រៅទេត្រឹមកឬក៏ត្រឹមទ្រូងយើងដែលជម្រៅខ្លះគឺជ្រៅជម្រៅខ្លះគឺរាក់ប៉ុន្តែអ្វីដែលខ្ញុំបានធ្វើការធ្លាប់មូតលេងកម្សាន្តនេះគឺមានសភាពងាយស្រួលសម្រាប់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នានៅពេលដែលយើងបានទៅលេងនៅតំបន់មួយនេះបាទអញ្ចឹងជាចុងក្រោយនៃវីដេអូខ្ញុំបាទក៏សូមអរគុណដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃក្នុងការទស្សនានៅវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលាបាយបាយ